ណៃប្រសិនបើយើងច្រឡំដៃលុបឯកសាររបស់យើងលើកុំព្យូទ័រយើងកុំតន់ភ័យស្លន់ស្លោឯកសារទាំងអស់ហ្នឹងវាអត់តន់ទៅណាឯងគឺពេលយើងលុបហើយឯកសារទាំងអស់ហ្នឹងគឺវាចូលទៅកាន់ recycle bin ក្នុងសម្រាប់នៅលើកុំព្យូទ័ររបស់យើងហ្នឹងអញ្ចឹងយើងអាចនៅពេលលុបហើយយើងអាចចូលទៅមើលនៅក្នុង recycle bin អញ្ចឹងនៅក្នុងនោះគឺមាន file ដែលយើងធ្លាប់លុបទាំងប្រហែលហ្នឹងនៅក្នុងនោះទាំងអស់អញ្ចឹងនៅក្នុងនោះ file នីមួយៗគឺមានឈ្មោះមានទីតាំងរបស់វាដែលធ្លាប់ដំឡើងថ្ងៃខែដែលយើងលុបfile ហ្នឹងទំហំហើយនិងប្រភេទ file ជារូបភាពវីដេអូឬមួយក៏ជា PDF អីចឹងជាដើមអញ្ចឹងណាអញ្ចឹងខ្ញុំនឹងលើកឧទាហរណ៍មួយដែលខ្ញុំនឹងលុបfile នោះបន្ទាប់មកខ្ញុំនឹងដំឡើងសារឡើងវិញអញ្ចឹងនេះគឺជា folder ដែលនឹងលើកមកយកឧទាហរណ៍គឺឈ្មោះថា folder ហ្នឹងគឺឈ្មោះថា digital media and programming អញ្ចឹងណាអញ្ចឹងខ្ញុំ right click ដើម្បីលុបវាឧទាហរណ៍អញ្ចឹងខ្ញុំលុបវាយកពាក្យ delete អូខេឥឡូវនេះគឺខ្ញុំបានលុបfolder មិញដោយជោគជ័យហើយអញ្ចឹងឧទាហរណ៍ក្នុងករណីដែលថាខ្ញុំចង់ដំឡើងវិញអូខេខ្ញុំអាចចូលទៅកាន់ recycle bin ដោយប្រើម៉ៅខាងឆ្វេងចុច2 ដង10 click បន្តមកទៀតfile ដែលខ្ញុំមានឥឡូវនេះគឺវាមានតិចទេអញ្ចឹងខ្ញុំអាចរកឃើញវាដោយងាយស្រួលប៉ុន្តែពេលខ្លះទៀតកុំថាយើងលុបទុកនៅឯកសារដែលលុបហ្នឹងគឺច្រើនមែនតើអញ្ចឹងក្នុងករណីហ្នឹងយើងគ្រាន់តែចងចាំឈ្មោះ file របស់ខ្ញុំចងចាំឈ្មោះ file របស់ខ្ញុំគឺវាឈ្មោះថា digital media and programming នេះវាលោតមកហើយអញ្ចឹងនេះឈ្មោះ file ហើយនេះគឺជាទីតាំងដែលខ្ញុំដំឡើងគឺនៅលើ desktop try C ហើយថ្ងៃខែដែលខ្ញុំលុបគឺមុននឹងបន្តិចហ្នឹងគឺថ្ងៃទី15ខែ7 2026ហើយម៉ោង11:44នាទីព្រឹកហើយទំហំរបស់វានេះប៉ុណ្នេះហើយប្រភេទ file គឺ file វាគឺឈ្មោះថា folder អញ្ចឹងបើសិនបើចង់ដំឡើងវាវិញអញ្ចឹងណាខ្ញុំត្រូវយកមកខាងស្ដាំ click មួយមកបន្ទាប់មកឃើញពាក្យថា restore មានន័យថាដំឡើងសារឡើងវិញអញ្ចឹងខ្ញុំគ្រាន់តែយកមកខាងឆ្វេងចុចនៅលើ restore មួយមកអញ្ចឹងកន្លែងនេះវាឡើងមានទៀតហើយនៅក្នុង bin នៅក្នុង recycle bin យើងអត់មានទៀតទេប៉ុន្តែវានឹងទៅកន្លែងដើមរបស់វាដែលវាធ្លាប់នៅមុននឹងលុបហ្នឹងអញ្ចឹងជាក់ស្ដែងនេះគឺមានលើ desktop អញ្ចឹងវាមកកន្លែងដើមវាវិញហើយហ្នឹងគឺជារបៀប restore ឯកសារទាំងអស់ដែលយើងច្រឡំដៃលុបអូខេ